ធម៌ទាំងឡាយសម្រាប់ដោយអតិបាតធម៌4យ៉ាងបុគ្គលដែលមានដែលប្រកបដោយអតិបាតធម៌4យ៉ាងនោះហើយគឺជាបុគ្គលនឹងបានសម្រេចទោះបីប្រព្រឹត្តនៅកិច្ចការងារអ្វីមួយក្តីគឺអតិបាតធម៌4យ៉ាងហ្នឹងគឺជាគ្រឿងទ្រទ្រង់ឲ្យដល់គោលដៅអតិបាតធម៌4យ៉ាងនោះគឺទី1ឆន្ទៈសេចក្តីពេញចិត្តនៅក្នុងការបដិបត្តិនៅក្នុងកម្មដ្ឋានរបស់យើងអញ្ចឹងសូមឲ្យមានឆន្ទៈយ៉ាងរឹងមាំចំពោះការបដិបត្តិធម៌របស់យើងគឺមិនរារែកមិនងាករេប្រឆាអំពីកម្មដ្ឋានរបស់យើងឬក៏គោលដៅរបស់យើងទី2គឺសេចក្តីព្យាយាមពីរយៈណាគឺសេចក្តីព្យាយាមចឹងហើយសេចក្តីព្យាយាមក្នុងការប្រមូលចិត្តសេចក្តីព្យាយាមក្នុងការលើកចិត្តមកកាន់អារម្មណ៍សេចក្តីព្យាយាមក្នុងការលួងលោមចិត្តសេចក្តីព្យាយាមក្នុងការដង្កល់ចិត្តនៅក្នុងកម្មដ្ឋានរបស់យើងដែលយើងកំពុងតែចម្រើនហ្នឹងអញ្ចឹងដើម្បីញ៉ាំងកម្មដ្ឋាននឹងឲ្យសម្រេចបានវាអាស្រ័យនៅលើសេចក្តីព្យាយាមរបស់យើងទី3ចិត្តៈនឹងឲ្យសេចក្តីដឹងខ្លួនការកំណត់ដឹងនៅចិត្តនឹងកុំឲ្យភ្លាំងការប្រមូលចិត្តមកកាន់អារម្មណ៍ហ្នឹងកុំឲ្យយឺតយូរមកដឹងអារម្មណ៍ហ្នឹងកុំឲ្យយឺតយូរឲ្យចិត្តហ្នឹងរលឹកតួដឹងតួនៅខ្យល់ដង្ហើមចេញនិងខ្យល់ដង្ហើមចូលរបស់យើងឲ្យធ្វើវាឲ្យរឿយកុំធុញទ្រាន់ក្នុងការរលឹកហើយក៏កុំឲ្យតក់កុហលរលឹកដោយភាពទន់ស្មើល្អទន់ចិត្តធ្វើចិត្តនឹងឲ្យទន់ចុះកាន់កម្មដ្ឋានពេលណាដែលចិត្តទន់ទៅធម៌ទាំងឡាយងាយនឹងដល់ព្រមបៃតេធម៌ក៏ងាយនឹងកើតមកទៅជាកាយសบายចិត្តក្នុងចិត្តក្នុងអារម្មណ៍ហ្នឹងមានសេចក្តីសុខស្រួលទៅជាហើយទី4នោះគឺវិមង្សាសេចក្តីត្រេះរិះពិចារណាក្នុងការប្រមូលនៅចិត្តយកមករលឹកនៅខ្យល់ដង្ហើមចេញនិងខ្យល់ដង្ហើមចូលហ្នឹងហើយប្រកបដោយឧបាយហ្នឹងហើយប្រកបដោយឧបាយហ្នឹងពេលណាដែលយើងរលឹករឿយទៅយើងស្គាល់ចិត្តរបស់យើងដឹងអំពីចិត្តរបស់យើងហើយក៏យើងមានវិធីឬក៏ឧបាយហ្នឹងដើម្បីប្រមូលចិត្តរបស់យើងហ្នឹងហើយឧបាយនោះទៀតសោតវាមានច្រើនយ៉ាងក្នុងការប្រមូលចិត្តហើយយើងព្យាយាមទៅក្នុងគណៈពេលខ្លះចិត្តរបស់យើងហ្នឹងវាត្រូវការចំណីផ្សេងវាមិនដដែលទេអញ្ចឹងយើងត្រូវបញ្ញាចិត្តរបស់យើងឲ្យតន់ក្នុងគ្រាខ្លះហ្នឹងហើយគ្រាន់តែយើងអធិដ្ឋានរលឹកទាញចិត្តយកមកដង្កល់ក៏ចិត្តហ្នឹងក៏ព្រមអញ្ចឹងទៅតែពេលខ្លះវាមិនត្រូវការនៅការអធិដ្ឋានឬក៏ទាញចិត្តហ្នឹងមកទេវាត្រូវការឲ្យយើងទៅលួងចិត្តទៅបន្ទន់ចិត្តហ្នឹងឲ្យមករលឹកហ្នឹងអានេះវាជាឧបាយហើយពេលខ្លះទៀតវាឲ្យយើងហ្នឹងញ៉ាំងសេចក្តីរីករាយឲ្យកើតឡើងញ៉ាំងសេចក្តីរីករាយនៅជាមួយការអង្គុយជាមួយការរលឹកនេះឲ្យកើតឡើងដើម្បីទាញចិត្តដើម្បីតាក់ចិត្តហ្នឹងឲ្យមករីករាយជាមួយនឹងការកំណត់ដឹងនៅខ្យល់ដង្ហើមចេញនឹងខ្យល់ដង្ហើមចូលហ្នឹងហើយសិតតែជាឧបាយក្នុងការប្រមូលនៅចិត្តរក្សានៅចិត្តរបស់យើងអ
ចឹងយើងមើលថាចិត្តរបស់យើងនឹងនៅពេលខណៈណាយើងគួរប្រើឧបាយបែបណានៅក្នុងខណៈណាយើងគួរប្រើឧបាយបែបណាគឺយើងត្រូវតែរៀបរកឧបាយក្នុងការលួងចិត្តរបស់យើងប្រមូលចិត្តរបស់យើងរក្សាចិត្តរបស់យើងដង្កល់ចិត្តរបស់យើងហ្នឹងហើយពេលណាដែលយើងរស់នៅដោយឧបាយក្នុងការលួងចិត្តរបស់យើងវាคล้ายជាបញ្ញាវាคล้ายជាបញ្ញាហ្នឹងហើយបញ្ញាក្នុងការលួងនៅចិត្តរបស់យើងហ្នឹងយូរទៅយើងក៏អាចយកមកប្រើបានគ្រប់កលៈទេសៈអញ្ចឹងយើងព្យាយាមត្រេះរិះរកគ្រប់មធ្យោបាយដើម្បីប្រមូលចិត្តរបស់យើងដើម្បីរក្សាចិត្តរបស់យើងដើម្បីដង្កល់ចិត្តរបស់យើងហើយពេលណាដែលយើងរកឃើញមួយចំណុចហ្នឹងគឺត្រូវតែចងចាំទុកជាឧបាយដើម្បីដោះស្រាយបញ្ហានៅពេលដែលយើងជួបនៅបញ្ហាខាងក្រៅអញ្ចឹងវាអត់ខុសគ្នាទេការដោះស្រាយបញ្ហាផ្លូវចិត្តនិងការដោះស្រាយបញ្ហាផ្លូវខាងក្រៅហ្នឹងវាអត់ខុសគ្នាទេពេលណាដែលយើងធ្លាប់មានឧបាយក្នុងការដោះស្រាយនៅបញ្ហាវិបត្តិផ្លូវចិត្តរបស់យើងហើយក៏យើងក៏មានឧបាយក្នុងការដោះស្រាយបញ្ហានៅខាងក្រៅដែរនឹងហើយជាប្រភពនៃដំណោះស្រាយដែលយើងបានមកពីការសិក្សាស្វែងយល់ការអប់រំចិត្តរបស់យើង